បន្ទាប់ពីប្រមាណឆ្នាំកាលពីឆ្នាំ2018និង2017ធ្លាប់មានសាច់ដុំមហារីករបស់ខ្ញុំផ្ទុះឡើងហើយធំដល់ទំហំ9 គុណ 10 សង់ទីម៉ែត្រដែលមានន័យថាប្រហែល1/3នៃខួរក្បាលខ្ញុំត្រូវបានស៊ីបាត់ពេលមានអ្វីមួយក្នុងខួរក្បាលត្រូវបានស៊ីបាត់ឬយកចេញវាមិនអាចដុះឡើងវិញបានទេខ្ញុំមានមហារីកមិនស្មើគ្នាដែលមានផ្នែកខ្លះមានជា glioblastoma ដែលជាមហារីកឆាប់រាលដាលបំផុតអ្នកអាចមើលឃើញវាបានផ្ទាល់យើងនឹងបង្ហាញរូបភាពដែលមានការបញ្ចូលសារធាតុបន្លិចពីការថតម្រ័យមិនមានកំណត់ត្រាណាមួយនៅក្នុងបណ្សារដែលបង្ហាញថាមាននរណាម្នាក់រស់រានមានជីវិតពីមហារីកនោះទេមនុស្សរស់បានប្រហែល1ឆ្នាំដល់2ឆ្នាំអាស្រ័យទៅលើទំហំមហារីកតែគ្មាននរណារស់បានយូរជាងនេះទេហើយបន្ទាប់ពីខ្ញុំបានអធិស្ឋានយ៉ាងស្មោះត្រង់រួចខ្ញុំបានឮសំឡេងខ្លាំងមួយយ៉ាងច្បាស់ថាក៏ខ្ញុំមិនអនុញ្ញាតឲ្យអ្នកស្លាប់ជារៀងរហូតទេសម្រាប់អស់កលឹបជានិច្ចនៅក្នុងកម្មវិធីថ្ងៃនេះដែលខ្ញុំរងចាំយ៉ាងអន្ទង់អាំងយើងស្ទើរតែមិនទាន់ចាប់ផ្ដើមផងទេព្រោះមានប្រធានបទជាច្រើនណាស់ដែលខ្ញុំជែកជាមួយគាត់យ៉ាងមិនផ្លូវការភ្ញៀវរបស់ខ្ញុំគឺជាបុរសម្នាក់ដែលបានប្រឈមមុខនឹងរឿងរ៉ាវធំមួយឬអាចនិយាយថាជាអំពើអាក្រក់ឬវិបត្តិធំមួយក្នុងជីវិតគាត់បានឆ្លងកាត់មហារីកខួរក្បាលមួយដែលមានភាពឆ្លងចូលខ្លាំងណាស់ហើយវាបាននាំឲ្យគាត់ស្ទើរតែស្លាប់គាត់បានជួបព្រះហើយដោយមិនពន្យាពេលទៀតទេអ្នកនឹងត្រូវបានស្ដាប់រឿងរ៉ាវរបស់គាត់លោក Goran Yilai ស្ថិតនៅជាមួយយើងថ្ងៃនេះ Goran សូមអរគុណយ៉ាងខ្លាំងសម្រាប់ការចំណាយពេលមកចូលរួមក្នុង podcast នេះហើយខ្ញុំសង្ឃឹមថាតាមរយៈ podcast នេះយើងនឹងបំផុសព្រះនិងវានឹងជួយសាងសង់និងជំរុញអ្នកដទៃផងដែរខ្ញុំអាចនិយាយបានច្បាស់ណាស់ថាខ្ញុំបានលូតលាស់ក្នុងសាសនាគ្រិស្តពិតប្រាកដណាស់ខ្ញុំកើតមកក្នុងសាសនានេះហើយខ្ញុំបានរស់នៅជីវិតរបស់ខ្ញុំប្រហែលជាមានឬមិនមានក៏ដោយឬក៏ច្រើនណាស់ជាអ្នកជឿគ្រីស្ទប៉ុន្តែមិនទាន់មានបទពិសោធន៍នៃការប្រែចិត្តយ៉ាងជ្រាលជ្រៅនិងមិនទាន់កើតជាថ្មីក្នុងអារវិញ្ញាណពិតទេនៅឆ្នាំ2010ខ្ញុំត្រូវបានវេជ្ជបណ្ឌិតវិនិច្ឆ័យថាមានជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរនៅពេលនោះជំងឺមហារីកមានទំហំប្រហែល4សង់ទីម៉ែត្រដែលជាម៉ាស់ធំមួយខ្ញុំត្រូវបានដាក់ចូលមន្ទីរពេទ្យប៉ុន្តែមិនបានធ្វើការវះកាត់ឬយកចេញនោះទេព្រោះខ្ញុំមិនព្រមយល់ព្រមពេញលេញក្នុងការធ្វើវះកាត់ធំដូចនោះនៅពេលនោះទេហើយបន្ទាប់មកខ្ញុំបានត្រឡប់ទៅផ្ទះជាមួយគ្រួសាររបស់ខ្ញុំវិញនោះហើយជាពេលដែលយើងគ្រួសារចាប់ផ្ដើមអធិស្ឋានយ៉ាងស្មោះត្រង់ទៅព្រះដើម្បីឲ្យព្រះអង្គព្យាបាលខ្ញុំឲ្យជាសះស្បើយដោយអស់បន្តិចម្ដងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំកាន់តែប្រសើរឡើងមានការកែលម្អបន្តិចលើស្ថានភាពសុខភាពទាំងមូលរបស់ខ្ញុំហើយពេលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើងខ្ញុំដូចជាចាប់ផ្ដើមបាត់បង់ការភ្ជាប់ជាមួយព្រះហើយបន្ថែមពីនេះទៀតខ្ញុំស្ទើរតែមានអារម្មណ៍ថាមិនមែនព្រះជួយខ្ញុំទេប៉ុន្តែខ្ញុំមានសុខភាពល្អដោយសារតែខ្លួនឯងខ្ញុំបានបដូរទៅប្រើសារធាតុស្រស់ពីរុក្ខជាតិបោះបង់ការបរិភោគសាច់ទឹកដោះគោនិងផលិតផលឧស្សាហកម្មដែលផលិតពីសត្វទាំងអស់ខ្ញុំបានអនុវត្តតាមអ្នកដឹងហើយកម្រិតជ្រៅនៃការព្យាបាលត្រឹមត្រូវអាហារប្រពៃណីធម្មជាតិសារធាតុស្រស់ពីរុក្ខជាតិដោយមិនប្រើវីតាមីនឬសារធាតុរ៉ែបន្លំដែលពិតប្រាកដជាផ្ដល់គ្រោះថ្នាក់ហើយត្រូវបានប្រើនៅក្នុងហាងអាហារសុខភាពសម័យបច្ចុប្បន្នវាពិតជាធ្វើឲ្យរាងកាយមនុស្សរងគ្រោះរាងកាយយើងអាចប្រើប្រាស់បានតែសារធាតុដែលមកពីរុក្ខជាតិប៉ុណ្ណោះគឺតែផលិតផលដែលស្រង់ចេញពីរុក្ខជាតិជាច្រើនប្រភេទប៉ុណ្ណោះហើយវានឹងដំណើរការតាមដែលវាគួរតែធ្វើមានរឿងជាច្រើនដែលអាចនិយាយអំពីនេះប៉ុន្តែខ្ញុំមិនចង់ចូលទៅក្នុងប្រធានបទនេះឥឡូវទេឧទាហរណ៍នៅឆ្នាំ2010នោះអ្នកមានអារម្មណ៍យ៉ាងដូចម្តេចជាក់ស្ដែងនៅពេលនោះអ្នកមានការឈឺក្បាលខ្លាំងឬមានអារម្មណ៍មិនស្រួលខ្លួនយ៉ាងសំខាន់អ្វីទៅវាជាការឈឺក្បាលចុកគ្នាឬវាជាមេរោគមួយប្រភេទដូចជា migraine ឬតើធ្វើដូចម្តេចអ្នកបានសម្រេចចិត្តថាខ្ញុំចង់ទៅពិនិត្យជាមួយវេជ្ជបណ្ឌិតចាស់ខ្ញុំបានសន្លប់យ៉ាងភ្លាមហើយពួកគេបានយកខ្ញុំទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់ហើយនៅទីនោះបន្ទាប់ពីពិនិត្យពួកគេបានរកឃើញថាខ្ញុំមានសាច់ដុំមហារីកក្នុងខួរក្បាលធំមួយប្រហែល4ទៅ5សង់ទីម៉ែត្របន្ទាប់មកពួកគេចង់យកចេញអស់ទាំងអស់ភ្លាមតែសំណាងល្អប្រពន្ធស្រឡាញ់របស់ខ្ញុំបានប្រឆាំងយ៉ាងខ្លាំងហើយចុងក្រោយក៏មិនអនុញ្ញាតឲ្យធ្វើបែបនោះទេដូច្នេះពួកគេបានបើកក្បាលខ្ញុំយ៉ាងប្រុងប្រយ័ត្នហើយបន្ទាប់ពីធ្វើបែបនោះពួកគេក៏បានហៅប្រពន្ធខ្ញុំភ្លាមដើម្បីសុំការអនុញ្ញាតយ៉ាងច្បាស់ពីនាងក្នុងការយកចេញអស់ទាំងអស់នាងបានបដិសេធយ៉ាងដាច់ខាតដូច្នេះពួកគេបានចាប់បិទក្បាលខ្ញុំវិញហើយទុកខ្ញុំឲ្យស្ថិតនៅទីនោះតែប៉ុណ្ណោះហើយយោងតាមការវិតម្លៃវិទ្យាសាស្ត្ររបស់ពួកគេខ្ញុំបានជ្រើសរើសដោយចិត្តស្មោះថាមិនចង់រស់នៅទៀតដែលជាការយល់ដឹងដ៏ជ្រាលជ្រៅនិងពិបាកណាស់
ហើយវាជាការរត់យូរណាស់មួយ បន្ទាប់មកខ្ញុំចាប់ផ្ដើមដូច្នេះមុននោះខ្ញុំធ្លាប់ញ៉ាំសាច់និងម្ហូបដែលមិនល្អសុខភាពច្រើនចាប់តាំងពីពេលនោះមកខ្ញុំបានក្លាយជាមនុស្សញ៉ាំអាហារដែលមានដើមកំណើតពីរុក្ខជាតិទាំងស្រុងគឺញ៉ាំតែអាហារដែលមកពីរុក្ខជាតិប៉ុណ្ណោះហើយខ្ញុំបានបញ្ឈប់ការញ៉ាំសាច់និងអ្វីផ្សេងទៀតទាំងអស់ហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ល្អជាងមុនខ្លាំងណាស់ដូច្នេះក្នុងអំឡុងពេលនោះនៅមន្ទីរពេទ្យនិងបន្ទាប់មកយើងតែងតែអធិស្ឋានសុំព្រះឲ្យសូមឲ្យព្រះព្យាបាលនិងសង្គ្រោះយើងដោយដែលខ្ញុំបាននិយាយហើយពេលខ្ញុំកាន់តែមានសុខភាពប្រសើរឡើងខ្ញុំក៏ភ្លេចទៅថាសុខភាពរបស់ខ្ញុំគឺជាលទ្ធផលនៃការចូលរួមរបស់ព្រះហើយក្រោយពេលកន្លះឆ្នាំខ្ញុំបានបញ្ឈប់ការអធិស្ឋាននិងសិក្សាទាំងស្រុងឥតប្រកបណាស់សុំទោសខ្ញុំបោះបង់វាទៅ1ឆ្នាំហើយស្រាប់តែខ្ញុំបានចូលមន្ទីរពេទ្យវិញវាត្រូវបានកំណត់ថាខ្ញុំបានទៅពិនិត្យសុខភាព1ខែមុនហើយខ្ញុំមានសាច់ដុំមួយនៅផ្នែកខាងឆ្វេងនេះហើយ1ខែក្រោយមកព្រោះវាជាសាច់ដុំអាក្រក់បំផុតដែលមានត្រូវបានរកឃើញនៅពេលខ្ញុំត្រូវបានយកទៅមន្ទីរពេទ្យថានៅផ្នែកខាងទៀតនៃខួរក្បាលខ្ញុំមានសាច់ដុំបន្ថែមទៀតចំនួន3កើតឡើងមួយក្នុងចំណោមនោះមានទំហំ2ជាធម្មតាគឺ1សង់ទីម៉ែត្រជាស្ថិតស្បែកក្បាលខ្ញុំស្ទើរតែត្រូវបានស៊ីអស់ទៅហើយខ្ញុំចាំបានច្បាស់ណាស់បុគ្គលិកមន្ទីរពេទ្យបានប្រាប់ខ្ញុំយ៉ាងច្បាស់ថាពួកគេមិនអាចជួយខ្ញុំបានទេថាខ្ញុំគួរតែត្រឡប់ទៅផ្ទះហើយរៀបចំសម្រងលីចុងក្រោយទៅក្រុមគ្រួសារដែលខ្ញុំស្រឡាញ់ទោះបីជាខ្ញុំមិនអាចតាក់ទងនិយាយបានច្រើនក៏ដោយខ្ញុំស្ថិតនៅក្នុងស្ថានភាពស្មើនឹងភ្ញាក់ភ្លឺដូច្នេះហើយប្រើពាក្យសញ្ញាហើយវាជាព្រឹកថ្ងៃសៅរ៍វាជារដូវក្តៅខ្លាំងប្រហែល40អង្សាសេលស្យូសពួកយើងស្ថិតនៅជាន់លើនៃផ្ទះហើយមានមនុស្សជាច្រើនមកអធិស្ឋានសុំឲ្យខ្ញុំជាសះស្បើយវិញមេឃមិនមានពកសោះហើយជាពេលអធិស្ឋានស្រាប់តែមានផ្គរលាន់ខ្លាំងណាស់រហូតមនុស្សទាំងអស់ភ័យខ្លាចសួរថាកើតអ្វីឡើងមើលទៅដូចជាចង់បញ្ចប់លោកវាលាន់ខ្លាំងដល់ថ្នាក់នោះហើយស្រាប់តែខ្ញុំមានអារម្មណ៍សុខសប្បាយល្អទាំងស្រុងខ្ញុំបានឈរឡើងវិញមានកម្លាំងវិញហើយបន្ទាប់មកយើងបានទៅមន្ទីរពេទ្យដើម្បីធ្វើការថតម្រាយហើយនៅទីនោះគេបានកំណត់ថាការលូតលាស់ថ្មីទាំងអស់បានបាត់បង់ទៅដូចជាមិនធ្លាប់មានដូច្នេះអារម្មណ៍សាច់ដុំធំនៅខាងឆ្វេងវាមិនបានតូចចុះទេប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំស្ថិតនៅលើគ្រែស្លាប់វិញវិលបាត់ទៅមានន័យថាព្រះជាម្ចាស់បានបង្កើតផ្នែកនោះនៃខួរក្បាលខ្ញុំជាក់ស្ដែងនៅឆ្នាំ2010គេបានកំណត់ថាអ្នកមានសាច់ដុំខួរក្បាលប្រហែល5ដល់6សង់ទីម៉ែត្រក្នុងអំឡុងពេលនោះបន្ទាប់ពីដឹងអំពីវាអ្នកបានបដូរទៅប្រើអាហារសុទ្ធបន្លែត្រឹមត្រូវពិតប្រាកដតើអ្នកបានបន្តប្រើអាហារសុទ្ធបន្លែរយៈពេលប៉ុន្មានខ្ញុំបានប្រើវារយៈពេល1ឆ្នាំប៉ុន្តែក្នុង2ឬ3ខែចុងក្រោយខ្ញុំចាប់ផ្ដើមបាត់វិន័យហើយចាប់ផ្ដើមញ៉ាំដូចមនុស្សធម្មតាទោះបីជាមិនមានសាច់ក៏ដោយប៉ុន្តែញ៉ាំមិនល្អសុខភាពហើយដូច្នេះក្នុងរយៈពេលតែ2ខែប៉ុណ្ណោះបន្ទាប់ពីបោះបង់អាហារសុខភាពល្អនិងព្រះជាម្ចាស់ខ្ញុំបានឈឺម្ដងទៀតព្រោះបើមាននរណាម្នាក់មិនសរសើរនិងគោរពដល់ព្រះជាម្ចាស់និងមិនបង្ហាញការដឹងគុណទេនោះមានន័យថាគេបានបោះបង់ព្រះជាម្ចាស់បន្ទាប់មកក្រោយពីនោះអ្នកអាចនិយាយថាបានត្រឡប់មកវិញទៅវិធីសាស្ត្រញ៉ាំអាហារដែលស្មោះត្រង់ដូចមុនដូច្នេះពេលព្រះជាម្ចាស់បានធ្វើអស្ចារ្យម្ដងទៀតខ្ញុំបានចាប់ផ្ដើមធ្វើរឿងត្រឹមត្រូវវិញប៉ុន្តែខ្ញុំក៏តើខ្ញុំគួរបង្ហាញវាយ៉ាងណាឲ្យត្រឹមត្រូវនិងច្បាស់លាស់នៅក្នុងស្ថានភាពជ្រាលជ្រៅមួយនៃអារម្មណ៍មួយការរលកឡើងចុះខ្ញុំស្ថិតនៅលើខ្សែកង់ដែលរលកឡើងចុះនិងមិនមានស្ថិរភាពខ្ញុំមិនមានស្ថិរភាពពិតប្រាកដទេខ្ញុំបានខិតខំធ្វើការដល់ព្រះជាម្ចាស់និងជៀសវាងមនុស្សជាប្រចាំប៉ុន្តែមិនទាន់ពេញលេញទេបន្ទាប់មកក្រោយពីរយៈពេលប៉ុន្មានឆ្នាំសំខាន់ជាពិសេសនៅឆ្នាំ2018ឬ2017ធ្លាប់មានសាច់ដុំមួយរបស់ខ្ញុំផ្ទុះហើយវាធំដល់ទំហំ9x 10សង់ទីម៉ែត្រដូច្នេះ1/3នៃខួរក្បាលរបស់ខ្ញុំត្រូវបានបរិភោគចេញពិតប្រាកដហើយពេលមានអ្វីមួយក្នុងខួរក្បាលត្រូវបានបរិភោគនិងយកចេញវាមិនអាចដុះឡើងវិញបានទេព្រោះកោសិកាប្រសាទវាមិនដុះឡើងវិញទេវាមិនបង្កើនច្រើនឡើងទេដូច្នេះប្រសិនបើវាត្រូវបានយកចេញវាក៏បាត់ទៅហើយវាកាត់ឡើងពេលណាឆ្នាំណាទេឆ្នាំ2018ហើយនៅឆ្នាំ2018នេះវាជាចំណុចបំលែងសំខាន់សម្រាប់ខ្ញុំមែនទេប្រាប់ខ្ញុំបន្តិចថានៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នកមានការភ័យខ្លាចស្លាប់ទេអ្នកធ្លាប់គិតអំពីវាទេគំនិតអ្វីខ្លះដែលរត់នៅក្នុងខួរក្បាលអ្នកច្រើនបំផុតនៅពេលនោះចាស់នៅក្នុងពេលវេលាចុងក្រោយនោះមុននឹងយើងហៅវាថាស្លាប់ដែលវាគួរតែជាយ៉ាងនោះខ្ញុំបានខិតចិត្តទៅកាន់ព្រះជាម្ចាស់បំផុត
ដូច្នេះនៅក្នុងពេលវេលាពិបាកនោះនិងក្នុងឆ្នាំនោះខ្ញុំមានអាការៈជ្រុលខ្លាំងនៃជំងឺភ្លើងក្រហមព្រោះ1/3ដ៏សំខាន់ណាស់នៃខួរក្បាលខ្ញុំត្រូវបានបិទបាំងទាំងស្រុងដូច្នេះខួរក្បាលខ្ញុំស្ថិតនៅក្រោមសម្ពាធខ្លាំងណាស់ដុំសាច់ដុំមហារីកដែលអ្នកអាចមើលឃើញនៅក្នុងរូបភាពដែលយើងនឹងបង្ហាញក្រោយមកបានរុញខួរក្បាលម្ខាងទៀតរបស់ខ្ញុំឲ្យផ្លាស់ទីពីមើលត្រូវច្រើនជាងនេះប្រកបណាស់មានប្រភពផ្សេងនៃជំងឺភ្លើងក្រហមសូម្បីតែនៅក្នុងបរិបទផ្លូវចិត្តដែរដូចជាការប្រយុទ្ធរវាងភាគីពីរផងដែរប៉ុន្តែបើអ្វីមួយបណ្ដាលមកពីចនាសម្ព័ន្ធរាងកាយដូចករណីខ្ញុំនោះវាមិនមែនជារឿងនោះទេប៉ុន្តែជារឿងនៃការបំផ្លាញកោសិកាខួរក្បាលពិតហើយដោយសម្ពាធដ៏ខ្លាំងលើផ្នែកខួរក្បាលដែលនៅសល់ដែលមានប្រហែលពី2ទៅ3សង់ទីម៉ែត្រដែលក្រាស់យ៉ាងឈឺចាប់វាអាក្រក់ខ្លាំងណាស់ដូចជាមាននរណាម្នាក់យកខ្សែភ្លើង230វ៉ុលមិនមែនត្រឹមតែ12វ៉ុលទេប៉ុន្តែពេញលេញ230វ៉ុលដាក់ចូលត្រចៀកអ្នកដោយចេតនាហើយខ្ញុំស្មោះត្រង់ថាខ្ញុំមិនអាចពិពណ៌នាឲ្យបានគ្រប់គ្រាន់នៅអារម្មណ៍ឈឺចាប់និងទារុណកម្មដ៏អស្ចារ្យនោះទេទោះបីជាខ្ញុំពោពេញដោយសំណើចស្អប់និងចង់បង្កការឈឺចាប់បែបនេះដល់អ្នកដទៃក៏ដោយខ្ញុំមិនដែលសំបីតែបន្តិចស្រមៃឲ្យមានវាលើនរណាម្នាក់ទេសំបីតែទៅលើមនុស្សដូចជាហ៊ីតឡែរការទទួលទោសក្រិតបែបនេះគេរកមិនឃើញជាញឹកញាប់ទេខ្ញុំនិយាយជាមួយមនុស្សច្រើនតែគ្មានអ្នកណាធ្លាប់មានអារម្មណ៍ខ្លាចដោយខ្សែភ្លើង220វ៉ុលឆក់កាត់ខ្លួនដោយបំបីខ្លួនជាចំណែកពិតទេដូច្នេះ basically នៅពេលនោះអ្នកស្ថិតនៅលើគ្រែស្លាប់ពិតគឺប្រឈមមុខនឹងចុងបញ្ចប់នៃជីវិតបាទអារម្មណ៍នៅពេលនោះវាបែបណាខ្ញុំមិនដែលនៅចិត្តព្រះជាម្ចាស់ដូចនោះមុននេះទេសូម្បីតែមុនពេលនោះប្រហែល2ខែមុនខ្ញុំបានក្លាយជាអ្នកខ្សោយខ្លាំងណាស់ហើយខ្ញុំអាចដើរបានតែ20ឬ30ជំហានប៉ុណ្ណោះដោយមានអារម្មណ៍ថាខ្ញុំកាន់តែខ្សោយទៅរៀងរាល់ថ្ងៃតែខ្ញុំស្និទ្ធស្នាលជិតស្និទ្ធនឹងព្រះជាម្ចាស់ខ្លាំងណាស់ដល់ថ្នាក់ការស្លាប់មិនធ្វើឲ្យខ្ញុំភ័យសោះទេមានតែបារម្ភសម្រាប់ភរិយាដ៏ស្រឡាញ់និងកូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំដែលខ្ញុំនឹងទុកឲ្យនៅពីក្រោយប៉ុណ្ណោះសម្រាប់ខ្លួនឯងខ្ញុំមិនមានអារម្មណ៍ភ័យសោះទេខ្ញុំមានអារម្មណ៍ថាត្រូវបានសង្គ្រោះខ្ញុំបានចូលរួមជាមួយព្រះជាម្ចាស់យ៉ាងជ្រៅជ្រះណាស់ដល់ថ្នាក់សូម្បីតែការស្លាប់ក៏មិនអាចធ្វើឲ្យខ្ញុំភ័យបានទេព្រោះយើងដឹងថាពេលព្រះយេស៊ូវមកវិញឆាប់នេះក្នុងជំនាន់របស់យើងព្រះអង្គនឹងបណ្ដេញអ្នកជឿទាំងអស់របស់ព្រះអង្គដែលទទួលយកព្រះអង្គនិងរស់នៅតាមព្រះហឫទ័យរបស់ព្រះអង្គឡើងវិញដូច្នេះក្នុងមួយទិសវាជាផ្នែកដ៏ស្រស់ស្អាតបំផុតនៃជីវិតខ្ញុំប៉ុន្តែជាមួយគ្នានោះខ្ញុំក៏មានអារម្មណ៍ថាវាជាការខ្វះភាពអនុគ្រោះប្រសិនបើខ្ញុំស្វែងរកសេចក្តីសង្គ្រោះសម្រាប់ខ្លួនឯងតែប៉ុណ្ណោះតាមរយៈការចូលរួមជាមួយព្រះជាម្ចាស់យ៉ាងជ្រៅជ្រះខណៈដែលមនុស្សជាច្រើននៅលើផែនដីនេះនឹងវិនាសជារៀងរហូតហើយហេតុនេះហើយខណៈដែលខ្ញុំកំពុងដេកនៅទីនោះខ្ញុំបានអធិស្ឋានយ៉ាងជ្រៅទៅកាន់ព្រះជាម្ចាស់បើវាជាចេតនារបស់ព្រះអង្គក្នុងការធ្វើព្រោះនេះមិនមែនជារឿងនៃការព្យាបាលទេប៉ុន្តែជាការបង្កើតខួរក្បាលថ្មីព្រោះខួរក្បាលរបស់ខ្ញុំត្រូវបានបរិភោគបាត់ទៅហើយដូច្នេះបាទយើងសូមបញ្ជាក់បន្តិចសិនដូច្នេះនៅពេលដែលសាច់ញាតិមហារាជមួយឈានដល់ដំណាក់កាលខ្ពស់ដូចដែលរបស់លោកបានកើតឡើងក្នុងថ្ងៃចុងក្រោយដ៏គ្រោះថ្នាក់នោះមិនមានការព្យាបាលមានប្រសិទ្ធភាពទេវាត្រូវបានទុកឲ្យស្ថិតស្ថេរដូច្នេះហើយត្រូវបានកាត់ទោសឲ្យស្លាប់ដោយមិនអាចជៀសវាងបានសាច់ញាតិរបស់ខ្ញុំមានភាពមហារីកខ្លាំងណាស់មានសាច់ញាតិមួយចំនួនដែលមិនមែនជាមហារីកទេគ្រាន់តែជាការលូតលាស់នៅក្នុងខួរក្បាលប៉ុណ្ណោះហើយមនុស្សអាចរស់បានយូរជាមួយវាសូម្បីតែអាចធ្វើការវះកាត់ដកវាចេញបានផងដែរតែរបស់ខ្ញុំវិញវាជាដំណាក់កាលទី3និងទី4ហើយវាមិនស្មើគ្នាទេដំណាក់កាលទី3និងទី4មានន័យដូចម្ដេចមានដំណាក់កាល4នៃសាច់ញាតិដូច្នេះដំណាក់កាលទី1គឺជាសាច់ញាតិមិនមែនមហារីកដែលវាដូចស្នាមមួយហើយអាចដកចេញដោយវះកាត់បានបើធ្វើវះកាត់ទាន់ពេលវេលាអ្នកអាចរស់រានមានជីវិតបានប៉ុន្តែដំណាក់កាលខ្ពស់វាจึงធ្វើឲ្យពិបាកព្យាបាលអ្នកជំងឺឲ្យជាសះស្បើយខ្ញុំមានសាច់ញាតិមិនស្មើគ្នាដែលមានផ្នែកខ្លះជាសាច់ញាតិ glioblastoma ដែលជាសាច់ញាតិឆ្លងដ៏សកម្មបំផុតដូចដែលអ្នកអាចមើលឃើញនោះវានឹងបង្ហាញរូបភាពជាមួយសារធាតុបន្លិចពីការថតម្រាយដូច្នេះមានដំបងពណ៌ច្រើនជាពិសេសហើយយោងតាមវណ្ណសាមិនមាននរណាម្នាក់រស់រានមានជីវិតពីសាច់ញាតិប្រភេទនោះបានឡើយមនុស្សរស់បានប្រហែល1ដល់2ឆ្នាំអាស្រ័យលើទំហំសាច់ញាតិប៉ុន្តែមិនមាននរណារស់លើសពីនោះទេពិតណាស់យើងបន្តរឿងនេះទៅទៀតដូច្នេះនៅឆ្នាំ2018អ្នកគេងម្នាក់ឯងលើគ្រែអ្នកបានអធិស្ឋានអ្វីទៅកាន់ព្រះអារម្មណ៍នោះវាប្រហាក់ប្រហែលយ៉ាងដូចម្ដេចខ្ញុំបានអធិស្ឋានយូរណាស់ខ្ញុំមិនមាននាឡិកាជាមួយខ្ញុំទេនៅពេលនោះប៉ុន្តែវាអាចយូរបំផុតយ៉ាងហោចណាស់1ម៉ោងទាំងមូល
នៅទីនោះម្ដងទៀតក្នុងកន្លែងបរិសុទ្ធនោះខ្ញុំបានសារភាពអំពើបាបទាំងអស់របស់ខ្ញុំទៅកាន់ព្រះម្ចាស់យ៉ាងសេចក្ដីហើយបង្ហាញពីបំណងចិត្តយ៉ាងជ្រាលជ្រៅក្នុងការប្រកួតជីវិតទាំងមូលរបស់ខ្ញុំឲ្យព្រះអង្គពិតប្រាកដណាស់ខ្ញុំធ្លាប់ធ្វើការនៅក្នុងពិភពអាជីវកម្មខ្ញុំជា economist ហើយជាមួយអ្នកផលិតម្នាក់ខ្ញុំបានបង្កើតក្រុមហ៊ុនធំមួយសម្រាប់ផលិតឧបករណ៍សំឡេងហើយអ្វីនេះបានធ្វើឲ្យខ្ញុំឆ្ងាយពីព្រះម្ចាស់ថែមទៀតដូច្នេះព្រះជាម្ចាស់បានអនុញ្ញាតឲ្យអ្វីនោះកើតឡើងដើម្បីឲ្យខ្ញុំអាចស្ថិតនៅជាមួយព្រះអង្គនិងនៅក្បែរព្រះអង្គជានិច្ចប៉ុន្តែក្នុងការអធិស្ឋាននោះខ្ញុំបានសុំឲ្យព្រះអង្គការភ័យទោសចំពោះអ្វីទាំងអស់ដោយសុំឲ្យព្រះអង្គអត់ទោសចំពោះការដែលខ្ញុំបានបែកចេញពីព្រះអង្គចូលរួមក្នុងអាជីវកម្មនោះនិងរឿងទាំងអស់នោះហើយខ្ញុំបានសារភាពអំពើបាបជាច្រើនដែលខ្ញុំចងចាំបានយ៉ាងច្បាស់ទៅកាន់ព្រះអង្គហើយសូមអភ័យទោសពីព្រះអង្គយ៉ាងស្មោះត្រង់បើសិនជានេះជាព្រះハរតីបរិសុទ្ធរបស់ព្រះអង្គដូចដែលខ្ញុំបាននិយាយពីមុនសូមព្រះអង្គធ្វើអំណរអស្ចារ្យមួយដើម្បីឲ្យខ្ញុំអាចផ្ញើសារសំខាន់មួយដែលជាការព្រមានបន្ទាន់ទៅមនុស្សជាតិទាំងមូលដើម្បីឲ្យមនុស្សជាច្រើនអាចរួចផុតបានមុនពេលព្រះយេស៊ូវត្រឡប់មកវិញយ៉ាងរុងរឿងហើយបន្ទាប់ពីខ្ញុំបាននិយាយអាមែនក៏ដោយសេចក្តីគោរពខ្ញុំបានឮសំឡេងមួយច្បាស់លាស់ខ្លាំងនិងមានអំណាចខ្ញុំប៉ុន្តែពិតជាមិនអនុញ្ញាតឲ្យអ្នកស្លាប់ជារៀងរហូតទេហេតុអ្វីបានជារៀងរហូតព្រោះព្រះយេស៊ូវកំពុងតែត្រឡប់មកវិញក្នុងជីវិតរបស់យើងសូមមើលទៅលើវិបត្តិធំទាំងនេះដែលកំពុងកើតឡើងនៅទូទាំងពិភពលោករបបផ្ដាច់ការដ៏តឹងរ៉ឹងនេះក៏កំពុងរីកចម្រើនយ៉ាងជ្រៅជាពេលបច្ចុប្បន្ននៅចំពោះមុខភ្នែកយើងផ្ទាល់មនុស្សជាច្រើនបានខ្លាចជាមានភ្នែកមិនឃើញព្រោះវាកើតឡើងបន្តិចម្ដងបើអ្នកមើលទៅកន្លងមក20ឆ្នាំចុងក្រោយសតិវិទ្យានិងចរិតរបស់មនុស្សបានផ្លាស់ប្ដូរគ្មាននរណាចង់និយាយជាមួយគ្នាទៀតទេមានតែទូរស័ព្ទដៃប៉ុណ្ណោះពេញមួយថ្ងៃពួកគេកាន់តែទូរស័ព្ទដៃហើយអានតែវាដូច្នេះអ្វីទាំងអស់បានផ្លាស់ប្ដូរទាំងស្រុងអវយោបាយបានលេចឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោកដល់ថ្នាក់ដែលមិនអាចយល់បានត្រឹមតែ20ឆ្នាំមុនការអភិវឌ្ឍដ៏ជ្រៅជ្រៅនេះគឺមិនអាចស្រមៃទៅដល់ឡើយប៉ុន្តែដោយដែលខ្ញុំតែងតែបាននិយាយមកគឺដោយសារយើងទទួលវារៀងរាល់ថ្ងៃក្នុងបរិមាណតិចតួចនិងបែបលាក់លៀមយើងគ្រាន់តែបាត់បង់សមត្ថភាពយល់ដឹងពេញលេញអំពីការធ្លាក់ចុះយ៉ាងជ្រៅនិងគួរឲ្យព្រួយបារម្ភរបស់មនុស្សជាតិដែលបានកើតឡើងនិងឈានចូលគ្រប់គ្រងយ៉ាងអកុសលខ្ញុំយល់ហើយដូច្នេះអ្នកបានអធិស្ឋានទៅព្រះយ៉ាងស្មោះត្រង់រយៈពេលប្រហែល1ម៉ោងពេញបន្ទាប់ពីការអធិស្ឋានដ៏សំខាន់នោះមានអ្វីកើតឡើងខ្លះចុះខ្ញុំស្ថិតនៅមន្ទីរពេទ្យហើយរឿងដំបូងដែលគួរឲ្យចាប់អារម្មណ៍គឺភ្លាមនេះមានមនុស្សអនាធិបតេយ្យអ្នកជំងឺផ្សេងបានចូលមកខ្ញុំហើយសួរថាតើពួកគេអាចស្ដាប់អ្វីមួយអំពីព្រះបានទេហើយនេះកើតឡើងនៅប្រទេសដែលខ្ញុំរស់នៅពេលនោះវាជាប្រទេសមួយដែលមិនជឿលើព្រះហើយឆ្ងាយពីព្រះយ៉ាងខ្លាំងមុនពេលចូលសាកលវិទ្យាល័យការងារដំបូងរបស់ខ្ញុំគឺជាវិទ្យុ scan Cray ហើយខ្ញុំក៏គ្រប់គ្រងផ្នែកមួយដែលមានម៉ាស៊ីនម្រ័យនិង tomography ដែរដូច្នេះខ្ញុំដឹងច្បាស់ណាស់ថាបរិយាកាសនៅក្នុងសហគមន៍វេជ្ជសាស្ត្រមានលក្ខណៈយ៉ាងដូចម្តេចហើយការនិយាយអំពីព្រះក្នុងបរិយាកាសនោះគឺមិនអាចធ្វើទៅបានទេប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានមនុស្សប្រហែល30នាក់បានមកជួបខ្ញុំខណៈខ្ញុំស្ថិតនៅទីនោះដែលជាចំនួនធំហើយពួកគេរាល់គ្នាសុទ្ធតែមានការស្វែងរកសេចក្តីពិតហើយខ្ញុំអាចប្រាប់សេចក្តីពិតទៅឲ្យមនុស្សនីមួយទាំងអស់អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺក្នុងចំណោមមនុស្សទាំងអស់ដែលខ្ញុំបានជួបចាប់ពីវេជ្ជបណ្ឌិតរហូតដល់អ្នកទទួលខុសត្រូវផ្នែកអនាម័យបទពិសោធន៍ដ៏សំខាន់បំផុតរបស់ខ្ញុំគឺជាមួយនឹងមនុស្សម្នាក់ដែលទទួលខុសត្រូវផ្នែកអនាម័យដោយរបៀបណាមួយតាមរយៈភរិយារបស់ខ្ញុំនាងបានចាប់ដើមសួរអំពីខ្ញុំវាពិតជាយ៉ាងពិបាកក្នុងការយល់ដឹងពីមនុស្សអនាថាពេលដែលមនុស្សគេកំពុងសួរសំណួរនិងចង់តាក់ទងជាមួយអ្នកបន្ទាប់មកខ្ញុំបានចំណាយពេលបន្តិចទៀតនៅកន្លែងឆ្ងាយមួយទៀតហើយអកុសលខ្ញុំមិនបានឱកាសជួបនារីនោះឡើយដូច្នេះខ្ញុំបានទៅកាន់ទីនោះហើយទោះបីជាខ្ញុំនៅឆ្ងាយក៏ដោយនាងក៏បានហៅខ្ញុំភ្លាមថាកូរ៉ានសូមប្រាប់ខ្ញុំអ្វីមួយដែលជាអត្ថន័យជ្រាលជ្រៅអំពីសេចក្តីពិតអំពីព្រះយេស៊ូវបានទេខ្ញុំមានន័យថាមានអំណិលអស្ចារ្យជាច្រើនកំពុងកើតឡើងហើយមនុស្សក៏កំពុងតែប្រែចិត្តមកជឿនៅក្នុងមន្ទីរពេទ្យនោះដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពិតព្រោះមុននេះខ្ញុំមិនធ្លាប់មានបទពិសោធន៍ដូចនោះសោះមុននេះខ្ញុំតែងតែសិក្សាព្រះគម្ពីរនិងអំពីចុងក្រោយនៃពេលវេលាមុនព្រះយេស៊ូវត្រឡប់មកវិញតែខ្ញុំមិនធ្លាប់បានឃើញសកម្មភាពដ៏មានអំណាចនិងខ្លាំងបែបនេះពីព្រះទេខ្ញុំអាចនិយាយថាទោះបីដល់សប្តាហ៍ថ្ងៃនេះខ្ញុំក៏នៅតែធ្វើការយ៉ាងខ្លាំងសម្រាប់ព្រះហើយអំណរក៏កើតឡើងជានិច្ចឧទាហរណ៍ថ្មីនេះខ្ញុំ
តាមរយៈបញ្ហាដ៏ចម្លែកនិងមិនសមហេតុផលពិតមួយចំនួនដែលមិនអាចជឿព្រមទេខ្ញុំបានអាចឈានដល់មនុស្សនោះបានយ៉ាងចម្លែកបន្ទាប់មកមនុស្សបានហៅខ្ញុំព្រោះមានស្ត្រីម្នាក់ដែលអកុសលណាស់កំពុងស្លាប់បន្តិចដោយជំងឺមហារីកដ៏សកម្មដែលបានស៊ីបំបត្តិតំបន់ពោះរបស់នាងទាំងមូលអ្វីទាំងអស់គ្រប់សរីរាង្គទាំងមូលត្រូវបានបាត់បង់ទៅទាំងស្រុងហើយវាជារឿងដ៏អាក្រក់និងបំបែកបេះដូងយ៉ាងខ្លាំងមែនទែនដូច្នេះខ្ញុំនិងភរិយាដ៏ស្រឡាញ់របស់ខ្ញុំបានទៅសួរសុខទុក្ខនាងបួសអធិស្ឋានយ៉ាងស្មោះស្រឡាញ់ជាមួយនាងហើយនិយាយជាច្រើននិងយូរជាមួយនាងអំពីព្រះអំពីសច្ចៈដ៏ជ្រាលជ្រៅនិងអស់កលុបជានិច្ចបន្ទាប់មកនាងត្រូវបានផ្ញើទៅផ្នែកថែទាំបញ្ចប់ជីវិតនៅ clinic ដែលជាកន្លែងសម្រាប់មនុស្សដែលកំពុងដល់ចុងបញ្ចប់នៃជីវិតយើងបានអធិស្ឋានហើយខ្ញុំក៏មានក្រុមមួយផងដែរខ្ញុំអាចផ្ញើដំណឹងភ្ជាប់ឲ្យអ្នកបានផងដើម្បីឲ្យអ្នកចូលរួមជាមួយយើងនៅលើ Facebook និងតាមអនឡាញយ៉ាងណាក៏ដោយប៉ុន្មានថ្ងៃបន្ទាប់ពីយើងអធិស្ឋានស្ត្រីនោះត្រូវបានចេញពីផ្នែកថែទាំបញ្ចប់ជីវិតដោយមានអារម្មណ៍ប្រសើរជាងមុនគ្រប់ពេលឥឡូវនេះនាងក៏ចូលរួមជាមួយយើងក្នុងការអធិស្ឋានជាក្រុមផងដែរយើងជួបប្រទះរឿងបែបនេះជាញឹកញាប់សេរីល្អដល់ព្រះសេរីល្អដល់ព្រះនេះជាលទ្ធផលនៃការរួមសហភាពរបស់ខ្ញុំជាមួយព្រះសូម្បីតែមុនឆ្នាំ2018ខ្ញុំក៏ធ្វើការដល់ព្រះក្នុងវគ្គផ្សេងគ្នាប៉ុន្តែចាប់តាំងពីពេលនោះមកខ្ញុំបានឧទ្ទិសជីវិតទាំងមូលរបស់ខ្ញុំដល់ព្រះហើយដោយហេតុនេះមនុស្សជាច្រើនបានស្វែងរកព្រះយ៉ាងពិតប្រាកដមិនមែនដោយអំណាចរបស់ខ្ញុំផ្ទាល់ទេប៉ុន្តែព្រោះខ្ញុំបានផ្ដល់ចិត្តវិញ្ញាណរបស់ខ្ញុំឲ្យព្រះដូច្នេះព្រះអាចនិយាយពាក្យជ្រៅជ្រះទាំងនោះតាមរយៈខ្ញុំមិនមែនខ្ញុំផ្ទាល់ទេប៉ុន្តែតាមការណែនាំដ៏វិសុទ្ធរបស់ព្រះសេរីល្អដល់ព្រះខ្ញុំចង់ឲ្យយើងត្រឡប់ទៅមើលបទពិសោធន៍របស់អ្នកបន្តិចបន្ទាប់ពីអ្នកបានអធិស្ឋានទៅកាន់ព្រះជាម៉ោង1នោះកើតអ្វីឡើងជាមួយជំងឺមហារីកវិជ្ជបណ្ឌិតបាននិយាយអ្វីខ្លះរូបថត scan បន្ទាប់មកមានរូបរាងយ៉ាងដូចម្តេចចុះពេលខ្ញុំស្ថិតនៅមន្ទីរពេទ្យពួកគេបានបើកវាឡើងវិញដើម្បីមើលថាតើអាចធ្វើអ្វីបានខ្លះបន្ទាប់មកពួកគេបានបិទវាវិញពួកគេបានយកក្រពេញប្រហែល1សង់ទីម៉ែត្រកន្លះចេញសម្រាប់វិភាគហើយគេរកឃើញតែថាវាជាដំណាក់កាលទី4មានន័យថាវាជាធ្លាក់មហារីកដ៏សាហាវបំផុតមួយដែលសូម្បីតែឯកសារផ្ទុកក៏មិនមានផងដែរនៅក្នុងមនុស្សរាប់ពាន់លានអ្នកប្រហែលជានឹងមាននរណាម្នាក់ដែលរស់រានមានជីវិតពីរឿងអ្វីមួយដូចជាករណីគ្រាប់បែកនៅជប៉ុនមានមនុស្សខ្លះរស់រានមានជីវិតសូម្បីតែស្ថិតនៅចម្ងាយ400ម៉ែត្រប៉ុន្តែក្នុងស្ថានភាពធម្មតាគ្មានកំណត់ត្រាណាមួយនៅក្នុងបណ្ឌសាពេទ្យថាមាននរណាម្នាក់រស់រានពីរឿងនេះទេព្រោះវាឆាប់ជាងហើយសូម្បីតែជាមួយការព្យាបាលធម្មជាតិផងក៏មិនអាចទេខ្ញុំជាអ្នកគាំទ្រការព្យាបាលធម្មជាតិដោយប្រើសារធាតុស្រង់ពីរុក្ខជាតិមិនមែនវីតាមីននិងសារធាតុរ៉ែដែលគេលក់នៅហាងសុខភាពទេដែលគេគ្រាន់តែរកប្រាក់ប៉ុណ្ណោះប៉ុន្តែក្នុងហាងទាំងនោះក៏មានសារធាតុស្រង់ទាំងនេះដែរឧទាហរណ៍សារធាតុកាល់ស្យូមស្រង់ចេញពីរុក្ខជាតិមួយប្រភេទនៅក្នុងសមុទ្រហើយវាត្រូវតែជាសារធាតុរ៉ស់ព្រោះបន្ទាប់មកគ្រឿងទាំងអស់ត្រូវបានបុកឲ្យល្អិតអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំគាំទ្រព្យាបាលបែបបុរាណដោយរុក្ខជាតិដែលវាមានជ្រៅជាងអ្វីដែលយើងមានសពថ្ងៃនេះដែលមនុស្សមិនដឹងថាវាគ្រាន់តែជារឿងរកប្រាក់ប៉ុណ្ណោះហើយដើម្បីត្រឡប់ទៅសំណួរដើមបន្ទាប់ពីបទពិសោធន៍ដ៏អស្ចារ្យនោះខ្ញុំបានក្រឡេកពីគ្រែយ៉ាងលឿនហើយគ្រប់គ្រងរឿងទាំងអស់បានយ៉ាងមានប្រសិទ្ធភាពមនុស្សជាច្រើនបានហៅខ្ញុំម្ដងហើយម្ដងទៀតចង់និយាយជាមួយខ្ញុំខណៈពេលខ្ញុំនៅសម្រាកលើគ្រែរបស់ពួកគេសូម្បីតែគិលានុបដ្ឋាយិកាដែលមានការបដិញ្ញាក៏បានចូលមកក្នុងបន្ទប់ដើម្បីពិនិត្យមើលខ្ញុំផងដែររឿងទាំងនេះពិតជាគួរឲ្យចាប់អារម្មណ៍និងមិនអាចបំភ្លេចបានគ្រូពេទ្យមិននឹកស្មានថាខ្ញុំធូរស្រាលលឿនបែបនេះទេទើបពួកគេឲ្យខ្ញុំនៅបន្តលើសពីការគ្រោងទុកប៉ុន្តែក្រោយសម្រាប់ព្យាបាល10ថ្ងៃខ្ញុំបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញទាំងអារម្មណ៍ធូរស្រាលនិងសប្បាយចិត្តនៅពេលនោះយើងរស់នៅភូមិលើភ្នំហើយយើងបានដើរលេងចម្ងាយ10គីឡូម៉ែត្រឆ្លងកាត់ភ្នំនិងទឹកជ្រោះហើយមុននោះខ្ញុំសូម្បីតែមិនអាចដើរចម្ងាយ10ម៉ែត្របានផងទេប៉ុន្តែបន្ទាប់ពីអំសិរីរបស់ព្រះខ្ញុំអាចដើរលេងបានលើសពី3ម៉ោងឡើងចុះភ្នំព្រះបានធ្វើអស្ចារ្យមួយដែលមិនអាចគិតដល់បានពិតនោះជាអ្វីដែលខ្ញុំអាចនិយាយបានហើយវិជ្ជបណ្ឌិតទាំងអស់ក៏យល់ស្របជាមួយខ្ញុំផងដែរខ្ញុំត្រូវបានពិនិត្យដោយវិជ្ជបណ្ឌិតកម្ពុជាព្រោះពួកគេមិនអាចយល់ថាតើមានអ្វីកើតឡើងនោះទេវិជ្ជបណ្ឌិតម្នាក់បាននិយាយថាលោកដឹងទេលោកព្រះមិនមានទេហើយអស្ចារ្យក៏មិនមានកើតឡើងដែរឲ្យខ្ញុំប្រាប់អ្វីមួយឲ្យលោកឥឡូវនេះតាំងពីសាច់ដុំរបស់លោកបាត់ទៅវាមិនមែនបាត់ទៅទេព្រោះវាមិនអាចបាត់ទៅដោយខ្លួនឯងបានទេ
ជំនួសវិញរាងកាយរបស់លោកបានរំវាហើយវាបានលាក់ខ្លួនវារវាងកោសិការមិនមានទេអស្ចារ្យក៏មិនមានដែរដូច្នេះវាគ្រាន់តែជាអ្វីដែលអាចកើតឡើងតាមបែបវឌ្ឍនភាពប៉ុណ្ណោះដូច្នេះរាងកាយបានរកវិធីមួយដើម្បីរុំខួរក្បាលនោះដើម្បីឲ្យមុខងាររបស់វាខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិតព្រោះពួកគេមានការអប់រំខ្ពស់ណាស់ហើយសិក្សាខ្លាំងជាងយើងដែលបញ្ចប់បរិញ្ញាបត្រធម្មតាប៉ុន្តែជាវេជ្ជបណ្ឌិតម្នាក់មនុស្សត្រូវតែប្រើខួរក្បាលផ្ទាល់ខ្លួនព្រោះឧស្សាហកម្មថ្នាំគឺគ្រប់គ្រងដំណើរការសាកលវិទ្យាល័យហើយបាញ់ព័ត៌មានមិនពិតទៅលើនិស្សិតដើម្បីឲ្យថ្នាំរបស់ពួកគេអាចលក់បានហើយវាត្រូវការឲ្យផ្ដល់សារៈសំខាន់វិជ្ជាបណ្ឌិតគឺចាំបាច់សម្រាប់វិទ្យាសាស្ត្រធម្មជាតិយើងមានមនុស្សជាច្រើនដែលទៅដល់កម្រិតខ្លាំងហើយនិយាយថាយើងមិនចាំបាច់មានវិជ្ជាបណ្ឌិតទេទល់ឲ្យភាពពិតប្រាកដគឺការប្រើប្រាស់និងចម្រាញ់ពីទាំងពីរភាគីនោះហើយជាអ្វីដែលបានកើតឡើងពិតប្រាកដវិជ្ជាបណ្ឌិតទាំងនោះភ្ញាក់ផ្អើលខ្លាំងណាស់មានមួយចំនួនសូម្បីតែទទួលស្គាល់ការពិតហើយវិជ្ជាបណ្ឌិតម្នាក់ក្នុងក្រុមនោះនាងគឺជាសមាជិកសំខាន់ម្នាក់ក្នុងក្រុមអធិស្ឋានរបស់យើងរយៈពេលយូរមកហើយដូច្នេះពិតប្រាកដណាស់ពេលនេះយើងកំពុងនិយាយអំពីវិជ្ជាបណ្ឌិតខ្ញុំទើបនឹកឃើញថាខ្ញុំមានមិត្តម្នាក់ដែលខ្ញុំស្និទ្ធស្នាលជាមួយនាងជាវិជ្ជាបណ្ឌិតដែលមាន clinic វិទ្យាសាស្ត្រធម្មជាតិផ្ទាល់ខ្លួនហើយនាងក៏ជាវិជ្ជាជីវវិទ្យាសាស្ត្រដែលមានផ្លូវការតែប៉ុន្តែនាងពាក់ព័ន្ធនឹងសាសនាថ្មីមួយដែលមានការប្រើប្រាស់វិធីសាស្ត្រដែលមកពីម្ខាងទៀតបន្ទាប់មកដោយវិធីអស្ចារ្យព្រះបានភ្ជាប់យើងតាមរយៈម្ដាយរបស់នាងម្ដាយរបស់នាងជាមនុស្សមិនជឿលើព្រះហើយបានលើអំពីបទព្យាបាលរបស់ខ្ញុំបន្ទាប់មកម្ដាយនាងក៏ចង់ឲ្យយើងនិយាយអំពីករណីរបស់នាងផងដែរដែលនាងមានតើអ្នកនិយាយវាយ៉ាងដូចម្ដេចដែរវាជារោគសញ្ញាមួយដែលសរសៃប្រសាទរបស់អ្នកចាប់ផ្ដើមរលាយហើយបន្តិចមកអ្នកនឹងមិនអាចដើរបានទេរាងកាយកាន់តែខ្សោយទៅមកសំបីតែបើកមាត់ក៏មិនអាចធ្វើបានហើយចុងក្រោយនឹងស្លាប់ជាស្ថាប័នវិជាជំងឺមិនអាចព្យាបាលបានទេមិនមាននរណាដែលបានជាសះស្បើយពីវានោះទេហើយសូម្បីតែសម័យនោះព្រះក៏បានការពារនាងផងដែរសូម្បីតែមុនពេលនាងជួបយើងឧបីនាងចូលចិត្តបែប New Age ក៏ដោយក៏ជំងឺរបស់នាងក៏មានការរីកចម្រើនយឺតណាស់ប្រហែលដល់10ឆ្នាំដល់15ឆ្នាំដែលវាមិនធម្មតាទេប៉ុន្តែព្រះបានរៀបចំនាងរស់ជាស្រេចពីព្រោះព្រះដឹងថានាងនឹងមកស្គាល់សេចក្តីពិតហើយបន្ទាប់មកនាងក៏ចូលរួមក្រុមរបស់យើងហើយបន្តទៅទៀតចុះខ្ញុំមិនចង់ចូលលំអិតពេកឥឡូវនេះទេប៉ុន្តែជាស្ថាប័នយើងបាននិយាយគ្នាច្រើនអំពីសេចក្តីពិតអំពីសាសនានិងអ្វីផ្សេងទៀតមានឧបសគ្គជាច្រើនសាតាំងកំពុងព្យាយាមរារាំងនាងហើយឥឡូវនេះនាងក្លាយជាស្ត្រីមានជំនឿខ្ពស់ចំពោះព្រះហើយថ្មីនេះប្រហែល2ឬ3ខែមុនអ្វីទាំងអស់ត្រូវបានយកចេញនាងក៏ក្លាយជាមានសុខភាពធម្មតាវិញឧបីសរសៃប្រសាទទាំងនោះត្រូវបានបំផ្លាញក៏ដោយក៏អ្វីទាំងអស់ត្រូវបានស្ដារឡើងវិញហើយឥឡូវនេះនៅអាយុ68ឆ្នាំនាងដើរដូចជាក្មេងស្រីវ័យក្មេងសេរីល្អដល់ព្រះសេរីល្អដល់ព្រះសូមប្រាប់ខ្ញុំផងចាប់តាំងពីពេលអ្នកអធិស្ឋានរហូតដល់ព្យាបាលជាស្ថាពរតើវាចំណាយពេលប៉ុន្មានតើវាបានកើតឡើងភ្លាមបន្ទាប់ពីការអធិស្ឋានឬមានរយៈពេលណាមួយដែលវាបានបាត់បង់ទៅបន្តិចតើអ្នកចាំបានទេចុះដូចដែលខ្ញុំបាននិយាយខ្ញុំបានកើតឡើងភ្លាមបន្ទាប់ពីនោះហើយកម្លាំងនឹងអ្វីទាំងអស់ក៏ត្រឡប់មកវិញប៉ុន្តែវាចំណាយពេលប្រហែល1ឬ2ឆ្នាំសម្រាប់អ្វីទាំងអស់ឲ្យស្ថិតស្ថេរសម្រាប់ជាមដែលបានកស្ថិតនៅខួរក្បាលឲ្យលីបាត់ហើយសម្រាប់អ្វីទាំងអស់ប៉ុន្តែខ្ញុំត្រូវតែប្រាប់ថាខ្ញុំមិនគិតថាខ្ញុំនឹងពុតទេព្រះបានទុកឲ្យខ្ញុំខ្សោយបន្តិចដូច្នេះសូម្បីតែថ្ងៃនេះខ្ញុំមិនមែនមានកម្លាំងពេញលេញទេបើប្រៀបធៀបជាមួយព្រះអពូស្តូលប៉ូលឧទាហរណ៍ព្រះអពូស្តូលប៉ូលបានអធិស្ឋានទៅកាន់ព្រះបេដងដើម្បីឲ្យព្រះយកជំងឺនោះចេញពីក្បាលរបស់គាត់ហើយព្រះយេស៊ូវបានប្រាប់គាត់ដូចដែលយើងអានក្នុងព្រះគម្ពីរថាអ្នកបានសុំខ្ញុំគ្រប់គ្រាន់ហើយកុំសួរខ្ញុំអំពីវាទៀតដូច្នេះព្រះជាម្ចាស់ជាញឹកញាប់ទុកឲ្យមនុស្សមានការជឿចាប់ដើម្បីឲ្យពួកគេមិនក្លាយជាមនុស្សមានមោទនភាពជាអ្នកគ្រប់គ្រងខ្ញុំប្រហែលជាមាននានាការចង់ក្លាយជាមនុស្សមានមោទនភាពហើយហេតុនេះហើយព្រះបានទុកឲ្យខ្ញុំស្ថិតនៅស្ថានភាពបែបនេះព្រះបាននាំខ្ញុំទៅគ្រប់ទីកន្លែងប៉ុន្តែចុងក្រោយនាំខ្ញុំទៅរកព្រះអង្គនឹងការទន់ខ្សោយប៉ុន្តែខ្ញុំនិងពួកយើងទាំងអស់នៅតែត្រូវតែអធិស្ឋានទៅកាន់ព្រះជានិច្ចដើម្បីកុំឲ្យយើងមានអាកប្បកិរិយាអវិជ្ជមានវិញនៅច្បាស់ហើយសូមប្រាប់ខ្ញុំអំពីរយៈពេលទាំងមូលនៃការចាស់ជ្រុះរបស់អ្នកការជឿចាប់ការលំបាកនិងការលំបាកទាំងអស់ដែលអ្នកបានឆ្លងកាត់តើអ្វីដែលព្រះបានបង្ហាញអ្នកតាមរយៈបទពិសោធន៍ទាំងមូលនោះសេចក្តីស្រឡាញ់មុននេះអ្នកបានរស់នៅជីវិតបែបណាយកបានរស់នៅជីវិតធម្មតារបស់ពលរដ្ឋធម្មតាម្នាក់មែនទេខ្ញុំមិនដែលពាក់ព័ន្ធនឹងបទល្មើសឬអ្វីដែលអាក្រក់ជាពិសេសទេប៉ុន្តែស្ថានភាពគឺថាមុនព្រះជាម្ចាស់
អ្នកប្រព្រឹត្តបទល្មើសជាញឹកញាប់នៅចិត្តព្រះនិងចិត្តការសង្គ្រោះជាងជាមនុស្សដែលចិត្តត្រជាក់ទៅហើយអ្នកដែលស្គាល់ព្រះតែចិត្តត្រជាក់ទៅពេលយើងមើលវាយើងត្រូវចងចាំចោលម្នាក់ដែលនៅក្បែរព្រះយេស៊ូវលើឈើឆ្កាងវត្តត្រូវបានសង្គ្រោះប៉ុន្តែជនជាតិយូដៃទាំងអស់ដែលសម្លាប់ព្រះយេស៊ូវដែលនៅចិត្តព្រះវិញមិនត្រូវបានសង្គ្រោះទេដូច្នេះព្រះកំណត់កាតព្វកិច្ចរបស់យើងតាមការយល់ដឹងរបស់យើងហើយដោយសារតែខ្ញុំជាកូននិងជាចៅរបស់គ្រូសាសនាគ្រប់សព្វផ្សាយសាសនាគ្រីស្ទខ្ញុំដឹងច្រើនជាងអ្នកដទៃហើយព្រះវាស់វែងអំពើបាបតាមការយល់ដឹងដូច្នេះអ្នកដែលមិនដឹងអ្វីសោះដែលមិនដែលសំបីតែបានឮថាព្រះមានស្រាប់នឹងត្រូវបានសង្គ្រោះតាមអាកប្បកិរិយានិងការយល់ដឹងដែលពួកគេមានប៉ុន្តែពេលការយល់ដឹងរបស់យើងជ្រៅជាងនេះវាមានន័យថាយើងត្រូវបានការពារច្រើនជាងព្រោះពេលការយល់ដឹងរបស់យើងជ្រៅជាងនេះយើងនៅចិត្តព្រះជាងមុនហើយយើងក៏ត្រូវបានការពារច្រើនជាងផងដែរប៉ុន្តែជាមួយគ្នានេះយើងក៏មានការប្រកិច្ចច្រើនជាងផងដែរត្រឹមត្រូវហើយដូច្នេះអនុញ្ញាតឲ្យខ្ញុំបញ្ជាក់ម្ដងទៀតថាការយល់ដឹងមិនមែនជាលក្ខខណ្ឌសម្រាប់ការសង្គ្រោះទេប៉ុន្តែវាជួយសាតាំងពេលយើងមានការយល់ដឹងវាអាចនាំយើងចូលទៅក្នុងសាសនាថ្មីឬរឿងច្រើនផ្សេងបានងាយស្រួលជាងតើលោកអ្នកអាចនិយាយថានៅក្នុងជីវិតរបស់អ្នកមុនពេលមានជំងឺធ្ងន់នោះអ្នកបានបង្កើតក្រុមហ៊ុនដ៏រីកចម្រើនមុខរបរដែលទទួលបានជោគជ័យនិងអ្វីផ្សេងទៀតអ្នកពិតជាផ្ដល់អនុញ្ញាតឲ្យមនុស្សចូលរួមយ៉ាងសកម្មក្នុងពិភពសហគ្រិនភាពដ៏លំបាកដើម្បីឲ្យគេអាចបំពេញគំនិតរបស់ខ្លួនជាមួយនឹងរឿងដែលត្រូវការការប្រឹងប្រែងនិងការចូលរួមយ៉ាងខ្លាំងទេតើត្រូវទៅដល់កម្រិតណាដើម្បីឲ្យវាមិនក្លាយជារូបបូជាអីដូនៅក្នុងជីវិតរបស់អ្នកទេធ្វើអាជីវកម្មមិនមែនជាបាបទេមនុស្សត្រូវរស់នៅនិងធ្វើការច្បាស់ណាស់ចំណុចសំខាន់គឺតើអ្វីជាគោលដៅនៃជីវិតយើងហើយបើយើងបង្កើតអាជីវកម្មមួយដែលយើងធ្វើការច្រើនដល់15ម៉ោងក្នុងមួយថ្ងៃយើងមិនអាចទ្រាំទ្របានទៀតទេយើងត្រូវទទួលស្គាល់ថាខ្ញុំសូមនិយាយតាមត្រង់ថាខ្ញុំសូម្បីតែមិនអាចនិយាយថាខ្ញុំសុទ្ធសាធនិងសុចរិតពេញលេញឥឡូវនេះផងដែរព្រោះជាមនុស្សយើងតែងតែមានការលូតលាស់និងបំលែងខ្លួនជានិច្ចព្រោះមុនពេលព្រះយេស៊ូវត្រឡប់មកវិញយើងត្រូវតែសុទ្ធសាធមួយថ្ងៃណាមួយយើងអាចនិយាយអំពីផ្នែកនោះផងដែរតែខ្ញុំភ្លេចគំនិតរបស់ខ្ញុំទៅហើយកុំបារម្ភអីនិយាយតាមសម្រួលមកគ្រាន់តែចុចវាដើម្បីឲ្យវាជប់រំញ័របាត់ចាស់សូមបន្តសួរសំណួរឡើងវិញវាធ្វើឲ្យធុញអត់ចាស់តើអ្នកផ្ដល់អនុញ្ញាតឲ្យមនុស្សចូលរួមធ្វើអាជីវកម្មឯកជនទេហើយតើវាអាចទៅដល់កម្រិតណាមុនពេលវាក្លាយជារូបភាពបូជាឬអ្វីមួយក្នុងជីវិតអ្នកយើងអាចមើលឃើញយ៉ាងច្បាស់ថានៅក្នុងព្រះគម្ពីរចាស់បុរសដែលមានទ្រព្យសម្បត្តិនិងមានភាពរុងរឿងបំផុតលើផែនដីក៏ជាមនុស្សស្មោះត្រង់និងមានសេចក្តីស្រឡាញ់ព្រះយ៉ាងខ្លាំងផងដែរដូច្នេះវាបង្ហាញយ៉ាងច្បាស់ថាទ្រព្យសម្បត្តិខ្លួនវាមិនមែនជាឧបសគ្គដ៏ធំសម្រាប់ការទទួលសេចក្តីសង្គ្រោះទេប៉ុន្តែអកុសលដោយដែលព្រះយេស៊ូវបាននិយាយយ៉ាងជ្រាលជ្រៅមានតែបុគ្គលមានទ្រព្យសម្បត្តិមួយចំនួនតិចប៉ុណ្ណោះដែលអាចចូលទៅក្នុងនគរព្រះបានពិតប្រាកដយើងនឹងមិនអាចឆ្លងកាត់ដូចជាដំរីឆ្លងកាត់ទ្វារខ្នាតតូចនោះទេមានន័យថាតាមមតិយើងអាជីវកម្មគឺជាអាជីវកម្មពិតប្រាកដបើព្រះជាម្ចាស់ជាអ្នកណែនាំយើងហើយព្រះអង្គដឹកនាំយើងទោះបីជាក្នុងរឿងអាជីវកម្មក៏ដោយហើយយើងនៅតែចាប់មុជជាមួយព្រះអង្គដូច្នេះពេលយើងធ្វើការយើងអធិស្ឋាននិងសុំការណែនាំពីព្រះអង្គថាតើយើងគួរធ្វើអ្វីនៅទីនេះតើយើងនឹងបបបញ្ឆោតដៃគូអាជីវកម្មរបស់យើងទេតើយើងមិនស្មោះត្រង់ឬប៉ុន្តែវាមិនសំខាន់ទេសំខាន់គឺអ្វីដែលនៅកណ្ដាលនៃការគិតរបស់យើងបើយើងអាចមើលឃើញថាដោយសារអាជីវកម្មយើងមិនអាចអធិស្ឋានបានយ៉ាងហោចណាស់1ម៉ោងនៅពេលព្រឹកពេលភ្ញាក់ពីគេងទេបើយើងមានអារម្មណ៍ថាយើងឈប់ហើយថាភាពតានតឹងពីអាជីវកម្មបានយកឈ្នះកម្លាំងរបស់យើងថាយើងមិនមានធម៌ពលឡើងវិញដើម្បីអធិស្ឋាន1ម៉ោងទេហើយអធិស្ឋានពេលល្ងាចមុនចូលគេងនោះគួរតែជាសញ្ញាមួយសម្រាប់យើងថានេះមិនមែនតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេអ្នកបានជាសះស្បើយពេញលេញពីបទពិសោធន៍នោះហើយថ្ងៃនេះគឺឆ្នាំ2025ហើយសន្មតថាបានប្រហែល4ឬ5ឆ្នាំហើយចាប់តាំងពីអ្នកត្រូវបានស្រែកសេរីពីរឿងនោះតើវាត្រឹមត្រូវទេប្រហែលថាច្រើនជាងនេះផងដែរនោះគឺឆ្នាំ2018ទេឥឡូវនេះឆ្នាំ2025ហើយនេះគឺ8-9ឆ្នាំឥឡូវនេះអ្នកមានអារម្មណ៍យ៉ាងដូចម្តេចខ្ញុំជឿថាទស្សនិកជននឹងចាប់អារម្មណ៍ខ្លាំងណាស់តើអ្នកមានបញ្ហាសុខភាពណាដែលនៅសល់ពីរយៈពេលនោះទេខ្ញុំមានអារម្មណ៍ថាខ្សោយជាងមុនដូចបាននិយាយខ្ញុំមិនមែនសាវកពលឬគ្រូព្យាករឲ្យអ្នកយល់ទេខ្ញុំមានសម្លេងព្រះច្បាស់តែពេលទ្រង់ព្យាបាលខ្ញុំប៉ុណ្ណោះតាំងពីពេលនោះមកខ្ញុំមិនដែលលើច្បាស់ទៀតឡើយ
មនុស្សជាច្រើនខ្ញុំបានសង្កេតឃើញញឹកញាប់ថាសាតាំងវាចូលចិត្តក្រិតត្រជាហើយញឹកញាប់ផងដែរគំនិតរបស់យើងផ្ទាល់ដែលហាក់ដូចជាយើងបានរឿងនរណាម្នាក់និយាយឬមាននរណាម្នាក់កំពុងនិយាយជាមួយយើងប៉ុន្តែពិតប្រាកដអាចជាគំនិតរបស់យើងផ្ទាល់ដូច្នេះនៅផ្នែកនោះអ្នកត្រូវតែប្រុងប្រយ័ត្នខ្លាំងណាស់នោះជាអ្វីដែលខ្ញុំអាចនិយាយបានបាទដូចគ្នានេះដែរសម្រាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំផងដូច្នេះព្រះជាម្ចាស់ដឹកនាំយើងហើយពេលយើងនៅជិតព្រះអង្គយើងនឹងចាប់ផ្ដើមមើលព្រះបន្ទូលរបស់ព្រះអង្គប៉ុន្តែសាតាំងវាដាក់កំណត់លើយើងត្រូវចងចាំឧទាហរណ៍ដូចជាពេលសំខាន់មួយនោះពេលដែលអ្វីឈ្មោះរបស់គាត់ណាកូនចៅផ្ទាល់របស់អាប់រ៉ាហាំតាមជួរឈាមរបស់អេសាវគឺយ៉ាកុបពេលដែលគាត់បានប្រកួតប្រជែងជាមួយព្រះយេស៊ូវយ៉ាងល្បីល្បាញគម្ពីរព្រះគម្ពីរបានសរសេរពិតប្រាកដថាវាទូមួយប៉ុន្តែនៅក្នុងអត្ថបទមួយដែលមានអត្ថន័យជ្រាលជ្រៅនិងគួរឲ្យគោរពអ្នកនិពន្ធល្អម្នាក់បានពិពណ៌នាឲ្យឃើញយ៉ាងច្បាស់នៅពេលតែមួយនោះសាតាំងខ្លួនឯងក៏កំពុងក្បត់និយាយស្រែកស្រាំពីក្រោយគាត់ដោយនិយាយជានិច្ចថាអ្នកមិនអាចឈ្នះការប្រយុទ្ធនេះបានទេជាដើមដើម្បីបង្កើតការសង្ស័យនិងអស់សង្ឃឹមក្នុងចិត្តគាត់ឬឲ្យឈ្នះហើយក្លាយជាមនុស្សស្អប់និយាយឲ្យសាមញ្ញយើងត្រូវប្រុងប្រយ័ត្នខ្លាំងណាស់ជាមួយពិភពអាថ៌កំបាំងព្រោះទីនោះសាតាំងវានៅច្រើនជាងគេខ្ញុំបានសង្កេតឃើញថានៅក្នុងចលនាច្រើនដែលចាប់ផ្ដើមផ្លាស់ប្ដូរទៅរកសេចក្តីពិតសាតាំងបានបង្ហាញខ្លួនភ្លាមនៅទីនោះហើយចុងក្រោយពួកគេក៏ធ្លាក់ចូលក្នុងភាពបដិសេធធ្ងន់ធ្ងរជាមុនទៀតពិតណាស់តែឥឡូវនេះអ្នកកំពុងប្រើអាហារសិបបន្លែនិងតើអ្នកផ្ដល់អនុសាសន៍ឲ្យអ្នកដទៃប្រើអាហារសិបបន្លែដែរឬទេសប្តាហ៍ថ្ងៃនេះអាហារសិបបន្លែគឺមានសារៈសំខាន់ណាស់ខ្ញុំសូមនិយាយតែប៉ុណ្្នឹងថាទោះបីជាខ្ញុំមានន័យថាខ្ញុំមិនប្រើផលិតផលសត្វទេបន្លែសពថ្ងៃនេះជាពិសេសបើអ្នកមិនដាំវានៅក្នុងសួនផ្ទាល់ខ្លួនឬដីផ្ទាល់ខ្លួនរបស់អ្នកទេវាត្រូវបានបាត់បង់សារធាតុចិញ្ចឹមយ៉ាងខ្លាំងហើយក្នុងពេលតែមួយនេះយើងត្រូវបានបង្ខំឲ្យប្រើស៊ុបគឺជាផលិតផលសត្វតែមួយគត់ដែលមានមិនត្រឹមតែសាច់សត្វទេវាមិនមែនត្រឹមតែជាអ្វីដែលទទួលបានភាពចាស់ទេប៉ុន្តែវាមានគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការរស់នៅដើម្បីឲ្យអង្គភាពពេញលេញអាចអភិវឌ្ឍបានពេញលេញពីវាដូច្នេះវាជាការប្រមូលផ្ដុំគ្រប់អ្វីទាំងអស់នៅទីនោះបើមួយថ្ងៃណាមានការប្រមាថកើតឡើងខ្ញុំក៏មិនភ្ញាក់ផ្អើលទេបើយើងចាប់ផ្ដើមចិញ្ចឹមវាប៉ុន្តែអ្វីនេះគួរតែដាក់ចោលមួយភាគដូច្នេះសុទ្ធយើងត្រូវតែបន្ត399នៅលើអាហារប្រភេទបន្លែហើយឧទាហរណ៍យើងគួរតែធ្វើនំប៉័ងសម្រាប់បរិភោគត្រូវបានធ្វើឲ្យនំប៉័ងក្លាយជាសារធាតុពោបំផុតក្នុងអាហារប្រចាំថ្ងៃសប្តាហ៍ហើយនៅក្នុងស្រូវសល់សប្តាហ៍រចនាសម្ព័ន្ធស៊ីនរបស់វាត្រូវបានបំលែងដូច្នេះវាបានក្លាយជាអ្វីគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែគ្រប់ប្រភេទដូចជា Emmer និងផ្សេងទៀតប្រសិនបើធ្វើតែជាមួយជីស្មូតប៉ុណ្ណោះមិនត្រូវប្រើជីស្រស់ទេហើយដុតបាត់ដែលមានរន្ធនៅក្នុងនំប៉័ងហើយវាស្មូតទាំងស្រុងល្អបំផុតគឺទុកវាឲ្យសល់មួយថ្ងៃវាជាមូលដ្ឋានមួយនៃអាហាររស់នៅមានសុខភាពល្អនិងអ្វីផ្សេងទៀតខ្ញុំមិនចង់ចូលទៅក្នុងប្រធានបទនោះឯឡើយទេទោះបីជាខ្ញុំបានចំណាយពេលច្រើនលើវាក៏ដោយខ្លួនឯងផ្ទាល់ច្បាស់ហើយប៉ុន្តែបើអាចពន្យល់បន្ថែមបន្តិចទៀតឲ្យមនុស្សដឹងថាតើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចថ្ងៃនេះតើអ្នកមានសុខភាពល្អទាំងស្រុងឬនៅមានផលប៉ះពាល់ខ្លះនៅសល់ពីរឿងនោះទេនោះជាអ្វីដែលខ្ញុំចាប់អារម្មណ៍ចាស់ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងបានខ្ញុំសរសេរព្រមទាំងសៀវភៅផងដែរខ្ញុំក៏ធ្វើការងាររបាំងកាយផងដែរហើយខ្ញុំក៏បើកឡានធ្វើដំណើរចម្ងាយវែងជាញឹកញាប់ផងដែរជាពិសេសចម្ងាយ500គីឡូម៉ែត្រតែមួយទិសដែលជាដំណើរធំមួយខ្ញុំអាចធ្វើការងារធម្មតាបានប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនដូចមុនទេមានអស់កម្លាំងបន្តិចសៅជាងមុនខ្ញុំមានភាពទន់ខ្សោយហើយខ្ញុំសូមអរព្រះគ្រីស្ទចំពោះការនោះព្រោះថាពិតប្រាកដណាស់វាបានរក្សាខ្ញុំឲ្យសេចក្ដីដូចជាគំរូដ៏អស្ចារ្យរបស់អភិសន្តពោវាបានធ្វើឲ្យខ្ញុំសុភាពទាបជានិច្ចដើម្បីឲ្យខ្ញុំមិនក្លាយជាមនុស្សអួតអាងហើយចាក់ចេញពីព្រះជាម្ចាស់ឡើយសូមអរគុណចំពោះរឿងនោះដូច្នេះសូមអនុញ្ញាតឲ្យខ្ញុំសួរជាសំណួរចុងក្រោយមួយដែលសំខាន់បំផុតថាតើអ្នកដែលបានឆ្លងកាត់វិបត្តិធំធេងនិងទុក្ខព្រួយយ៉ាងខ្លាំងក្នុងជីវិតដូចអ្នកនេះមានអ្វីចង់ប្រាប់ដល់អ្នកដទៃដែរឬទេក្នុងមួយចំណុចសំខាន់តើអ្នកមានអ្វីចង់ប្រាប់ទៅកាន់មនុស្សដែលកំពុងប្រឈមមុខនឹងបញ្ហារងគ្រោះក្នុងជីវិតនិងកំពុងប្រយុទ្ធនឹងជំងឺធ្ងន់ធ្ងរខ្ញុំនឹងទុកឲ្យអ្នកផ្ញើសារមួយទៅកាន់ពួកគេចាស់ខ្ញុំអាចនិយាយបានយ៉ាងមួយព្រះជាម្ចាស់ដូចដែលយើងបាននិយាយក្នុងបរិបទសំណួរអំពីការប្រែចិត្តនិងការសង្គ្រោះព្រះអង្គរំពឹងឲ្យយើងធ្វើភារកិច្ចរបស់យើងតាមដែលយើងអាចធ្វើបាន
មានន័យថាព្រះជាម្ចាស់ព្យាបាលមនុស្សស្បែកខ្មៅនៅអាហ្វ្រិកដែលគ្មានអ្វីសោះដែលពួកគេមិនចាំបាច់ធ្វើអ្វីទេព្រោះពួកគេមិនមានស្ថានភាពអាចធ្វើបានប៉ុន្តែសម្រាប់យើងដែលអាចធ្វើអ្វីមួយបានព្រះអង្គរំពឹងឲ្យយើងបំលែងទៅប្រើអាហារូបត្ថម្ភល្អនិងប្រើសារធាតុស្រង់ពីរុក្ខជាតិប៉ុន្តែសូម្បីតែអ្វីទាំងនោះក៏មិនអាចព្យាបាលជំងឺធ្ងន់ធ្ងរបានទេហើយនោះហើយជាកន្លែងដែលយើងត្រូវការជំនួយពីព្រះតែចំពោះយើងផ្ទាល់យើងត្រូវបោះបង់សាច់ស្រាកាហ្វេបារីអ្វីដែលប៉ះពាល់ដល់សុខភាពតែស្រឡាញ់តែខ្មៅនិងតែបៃតងគឺអ្វីដែលមិនល្អសម្រាប់សុខភាពទាំងអស់នៅលើទំព័ររបស់ខ្ញុំដោយឡែកខ្ញុំសូមណែនាំយ៉ាងខ្លាំងដល់អ្នកខ្ញុំមានទំព័រនិងក្រុមឯកទេសពីរនៅលើ Facebook និងអ៊ីនធឺណិតហើយនៅទីនោះអ្នកអាចស្វែងរកផ្នែកពិសេសសម្រាប់អាហារូបត្ថម្ភល្អប្រសើរបានយ៉ាងងាយស្រួលមានសៀវភៅលម្អិតមួយដែលខ្ញុំបានរៀបចំយ៉ាងប្រុងប្រយ័ត្នពីអ្នកនិពន្ធដ៏គោរពជាច្រើនសៀវភៅនេះពន្យល់យ៉ាងលម្អិតអំពីគោលការណ៍មូលដ្ឋានទាំងអស់នៃសុខភាពការស្រង់សារសំខាន់ដែលត្រូវការពិតប្រាកដនិងអ្វីផ្សេងទៀតខ្ញុំគិតថាអ្នកអាចសរសេរវានៅលើអេក្រង់បានទេអ្នកនឹងទទួលបានវាអ្វីសំខាន់បំផុតគឺត្រូវបរិភោគអាហារដែលមានសុខភាពល្អហើយសម្រាប់ជំងឺខ្លះឧទាហរណ៍មានសារធាតុស្រង់ frankincense ដែលមានកម្លាំងខ្លាំងជាងធម្មតា8ដងដូច្នេះសារធាតុស្រង់ frankincense ធម្មតាវាធ្វើឲ្យសុខភាពល្អប៉ុន្តែมันអាចព្យាបាលបានទេបើអ្នកប្រើប្រាស់សារធាតុស្រង់ដែលមានកម្លាំងខ្ពស់សម្រាប់ជំងឺធ្ងន់ដូចដែលអ្នកបាននិយាយអាចព្យាបាលបានដូច្នេះការបរិភោគអាហារដែលមានសុខភាពល្អគឺចាំបាច់ប៉ុន្តែត្រូវការថ្នាំពិសេសផងដែរដែលខ្ញុំបានបញ្ចូលក្នុងសៀវភៅដែលខ្ញុំរៀបចំហើយពេលយើងយកអ្វីទាំងអស់នោះអាចស្ដារសុខភាពវិញបានសូម្បីតែដល់ដំណាក់កាលចុងក្រោយហើយព្រះជាម្ចាស់នឹងធ្វើអ្វីដែលនៅសល់ច្បាស់ហើយដូច្នេះអ្នកណែនាំឲ្យយើងធ្វើអ្វីដែលជាការទទួលខុសត្រូវរបស់យើងតាមដែលអាចធ្វើបានមែនទេគ្រប់យ៉ាងដែលជាការទទួលខុសត្រូវរបស់យើងការទទួលខុសត្រូវរបស់យើងការអធិស្ឋាននិងការស្រឡាញ់ព្រះជាម្ចាស់ជាកំណើតថ្មីហើយវាបង្ហាញខ្លួនឯងខ្ញុំអាចសួរអ្នកណាម្នាក់បានតែសំណួរមួយប៉ុណ្ណោះបើអ្នកឃើញមាននរណាម្នាក់ស្អប់អ្នកវាប្រហារអ្នកឬធ្វើឲ្យអ្នករងគ្រោះក្នុងវិស័យផ្សេងរួមទាំងអាជីវកម្មហើយអ្នកមានអារម្មណ៍ស្អប់នរណាម្នាក់នោះគួរតែជាសញ្ញាឲ្យអ្នកចាប់ផ្ដើមអធិស្ឋានសុំព្រះជាម្ចាស់ឲ្យផ្ដល់សេចក្តីស្រឡាញ់ពេញលេញក្នុងបេះដូងរបស់អ្នកដូច្នេះដោយដែលព្រះយេស៊ូវស្រឡាញ់សត្រូវរបស់ទ្រង់យើងក៏ត្រូវស្រឡាញ់សត្រូវរបស់យើងដែរនេះមិនមានន័យថាយើងត្រូវដាក់ក្បាលចុះចំពោះសត្រូវទេប៉ុន្តែយើងមិនត្រូវស្អប់សត្រូវទេហើយសូម្បីតែសត្រូវធំបំផុតរបស់យើងមករកយើងក៏គួរជួយគាត់ផងដែរកូរ៉េនសូមអរគុណយ៉ាងខ្លាំងចំពោះការជាផ្នែកសំខាន់មួយនៃ podcast ដែលពោរពេញដោយការចេះដឹងដ៏អស្ចារ្យនេះបើខ្ញុំអាចសម្បានសូមអនុញ្ញាតឲ្យខ្ញុំសួរសំណួរដ៏ជ្រាលជ្រៅចុងក្រោយមួយព្រះជាម្ចាស់បានជួយសង្គ្រោះអ្នកពីជំងឺធ្ងន់ធ្ងរនោះយ៉ាងច្បាស់ដើម្បីឲ្យអ្នកអាចក្លាយជាពន្លឺភ្លឺស្វាងមួយនៅក្នុងពិភពលោកនេះដើម្បីចែករំលែកព្រះអង្គនិងព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះអង្គយ៉ាងបើកចំហប្រសិនបើនេះជាសន្ទរកថាចុងក្រោយបំផុតដែលចេញពីបេះដូងរបស់អ្នកនៅលើផែនដីនេះតើសារដ៏ជ្រាលជ្រៅអ្វីដែលអ្នកចង់ផ្ញើទៅមនុស្សទាំងអស់ព្រះស្រឡាញ់អ្នកគ្មានក្តីស្រឡាញ់ណាអស្ចារ្យជាងក្តីស្រឡាញ់ដែលព្រះវរបតានិងព្រះយេស៊ូវផ្ដល់ឲ្យយើងទេ